ពិភពលោកកាន់តែមិនស្រួលខ្លាំងឡើងហើយបាទដោយការពីពេលថ្មីកន្លងទៅនេះប្រទេសរុស្ស៊ីបានគម្រាមបើកការវិប្រាដោយអាវុធនុយក្លេអ៊ែរទៅលើប្រទេសដែលជាសមាជិករបស់អង្គការ NATO ហេតុតែប្រទេសរុស្ស៊ីគម្រាមបើកការវិប្រាទៅលើប្រទេសដែលជាសមាជិកអង្គការ NATO បែបនេះនោះក៏ដោយសារតែមានរបាយការណ៍មួយរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសរុស្ស៊ីនឹងបានបង្ហាញថាប្រទេសបារាំងនិងចក្រភពអង់គ្លេសកំពុងតែលួចផ្គត់ផ្គង់សមាសធាតុផ្សំដែលជាបច្ចេកវិទ្យានៅក្នុងការផលិតអាវុធនុយក្លេអ៊ែរឲ្យដល់ប្រទេសអ៊ុយក្រែនបាទដល់ពេលអញ្ចឹងទៅប្រទេសរុស្ស៊ីឆេះដុំបណ្ដោយបាទក៏គម្រាមបើកការវាយប្រហារលើប្រទេសដែលជាសមាជិកអង្គការ NATO នេះបណ្ដោយបាទអតីតប្រធានាធិបតីប្រទេសរុស្ស៊ីគឺលោកឌីមីទ្រីមេដវ៉ាដេវនឹងបានប្រមានធ្ងន់ធ្ងរថាទីក្រុងមូស្គូនឹងបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរទៅវិញប្រសិនបើប្រទេសដែលជាសមាជិកអង្គការ NATO មួយណាហ៊ានតែផ្គត់ផ្គង់អាវុធប្រឡាយលោកបែបនេះទៅឲ្យប្រទេសអ៊ុយក្រែនហើយទៅលោកឌីមីទ្រីមេដវ៉ាដេវដែលជាអតីតប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីបានធ្វើការគម្រាមធ្ងន់ធ្ងរបែបនេះនោះគឺដោយសារតែទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសរុស្ស៊ីដែលហៅកាត់ថា SVR នឹងបានរាយការណ៍ថាឥឡូវនេះចក្រភពអង់គ្លេសនិងប្រទេសបារាំងនឹងគឺកំពុងតែពិចារណាលួចលាក់ហើយរៀបចំនៅសមាសធាតុផ្សំនិងបច្ចេកវិទ្យាក្នុងការផលិតអាវុធនុយក្លេអ៊ែរឲ្យដល់ប្រទេសអ៊ុយក្រែនយោងទៅតាមទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសរុស្ស៊ីដដែលនេះក៏បន្តឲ្យនឹងទៀតថាមន្ត្រីរបស់ទីក្រុងឡុងនិងទីក្រុងប៉ារីសនឹងគឺកំពុងតែពិចារណាយ៉ាងដិតដល់បំផុតនៅក្នុងការបញ្ជូនវត្ថុធាតុនុយក្លេអ៊ែរនិងក្បាលក្របនុយក្លេអ៊ែររបស់ប្រទេសបារាំងដែលមានឈ្មោះថា TN75 មកទៅដល់ប្រទេសអ៊ុយក្រែនសូមជម្រាបជូនបន្តិចផងដែរថា TN75 នេះគឺជាប្រភេទក្បាលក្របនុយក្លេអ៊ែរដែលគេប្រើប្រាស់សម្រាប់នាវាមុជទឹកមីស៊ីលប្លង់ហើយជាពិសេសនោះគឺជាសមត្ថភាពនៅក្នុងការបង្កើតគ្រាប់បែកវិទ្យុសកម្មជាការឆ្លើយតបទៅនឹងរបាយការណ៍នេះលោកឌីមីទ្រីមេដវ៉ាដេវដែលបច្ចុប្បន្ននេះគឺកំពុងតែកាន់តំណែងជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ីនឹងបានរមានថាចេតនារបស់ចក្រភពអង់គ្លេសនិងប្រទេសបារាំងនេះដែលចង់ប្រគល់អាវុធនុយក្លេអ៊ែរឲ្យដល់ទៅប្រទេសអ៊ុយក្រែននេះនឹងផ្លាស់ប្ដូរស្ថានភាពចំនួនទាំងស្រុងរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនលោកបាននិយាយថាការផ្ទេរអាវុធនុយក្លេអ៊ែរដោយផ្ទាល់ទៅកាន់ប្រទេសដែលកំពុងតែមានសង្គ្រាមបែបនេះនៅក្នុងសេណារីយ៉ូបែបនេះទីក្រុងមូស្គូនឹងបង្ខំចិត្តឆ្លើយតបវិញតាមមធ្យោបាយទាំងអស់រួមទាំងប្រើប្រាស់អាវុធនុយក្លេអ៊ែរផងប្រឆាំងទៅនឹងគោលដៅរបស់ប្រទេសអ៊ុយក្រែនដែលមានការគំរាមកំហែងមកដល់ប្រទេសរុស្ស៊ីអតីតប្រធានាធិបតីប្រទេសរុស្ស៊ីដែលមានវ័យ61ឆ្នាំរូបនេះថែមទាំងបានព្រមានផងដែរថាប្រសិនបើចាំបាច់ប្រទេសរុស្ស៊ីនឹងបង្ខំចិត្តប្រឆាំងតបតទៅនឹងប្រទេសណាដែលហ៊ានគប់កត់អាវុធនុយក្លេអ៊ែរដល់ប្រទេសអ៊ុយក្រែនហើយលោកបាននិយាយថាការសម្រេចចិត្តបែបនេះគឺជាការឆ្លើយតបយ៉ាងសមស្របបំផុតហើយដែលទីក្រុងមូស្គូនឹងគឺចាំបាច់ត្រូវតែធ្វើវាបាទរឿងនេះគឺមិនមែនជារឿងធម្មតាទេអ្នកទាំងអស់គ្នាហើយវាក៏ជាការវិវត្តដ៏អាក្រក់មួយទៀតដែររវាងសង្គ្រាមប្រទេសរុស្ស៊ីនិងអ៊ុយក្រែនយើងសាកគិតមើលទៅអ្នកទាំងអស់គ្នាប្រសិនបើអ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរមែនណាអ៊ុយក្រែននឹងឯងអាចនឹងអត់ទ្រាំបានទេនៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះទៅលើប្រទេសរុស្ស៊ីពីព្រោះតែប្រទេសរុស្ស៊ីឥឡូវគឺបង្កើនការឈ្លានពានបង្កការជឿចាប់មកដល់ប្រទេសអ៊ុយក្រែននឹងយ៉ាងសម្បើមមែនទែនហើយយើងមើលទៅលើប្រទេសអ៊ុយក្រែនទៅបាទគឺខ្ទេចខ្ទីអស់រលីងបាទហើយប្រសិនបើអ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរមែនតើអ៊ុយក្រែននឹងឯងអត់ទ្រាំមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះបានដែរទេបាទប្រសិនបើអ៊ុយក្រែនហ៊ានតែប្រើប្រាស់អាវុធនុយក្លេអ៊ែរមែនណាអ្នកទាំងអស់គ្នាសង្គ្រាមនុយក្លេអ៊ែរច្បាស់ទីផ្ទុះឡើងជាមិនខានប្រទេសរុស្ស៊ីនឹងមិនអត់ឱននៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះទេហើយរុស្ស៊ីនឹងឯងនឹងបើកការវិប្រាដោយអាវុធនុយក្លេអ៊ែរដើម្បីសងសឹកមកលើប្រទេសអ៊ុយក្រែនវិញនៅពេលនោះពិភពលោកច្បាស់ជាចប់ជាមិនខានអ្វីត្បិតតែសង្គ្រាមនឹងបានកើតឡើងនៅអឺរ៉ុបមែនក៏ប៉ុន្តែឥទ្ធិពលនៃអាវុធនុយក្លេអ៊ែរយើងដឹងស្រាប់ហើយអ្នកទាំងអស់គ្នាវានឹងអាចបង្កទៅជាហានិភ័យនឹងទូទាំងពិភពលោកតែម្ដងពីព្រោះតែភពផែនដីរបស់យើងនេះធ្វើត្បិតតែកំណត់ថាប្រទេសផ្សេងគ្នាក៏ពិតមែនក៏ប៉ុន្តែយើងស្ថិតនៅក្នុងលំហប្រទេសតែមួយគឺមានផ្ទៃមេឃតែមួយនោះទេប្រសិនបើគ្រាប់នុយក្លេអ៊ែរនោះគឺត្រូវបានប្រើប្រាស់ក៏ពិតមែនប៉ុន្តែជាតិវិទ្យុសកម្មសារធាតុអាក្រក់ដែលកើតចេញអំពីការផ្ទុះអាវុធនុយក្លេអ៊ែរនេះវានឹងសាយភាយទៅលើអាកាសហើយដែលយើងអាចដឹងបានទេថាថ្ងៃណាមួយខ្យល់ទាំងអស់នោះពពកទាំងអស់នោះហើយភ្លៀងទាំងអស់នោះនឹងនាំយកមកទម្លាក់មកលើប្រទេសរបស់យើងប្រសិនបើរឿងនោះកើតមែនណាទាំងអស់គ្នាទោះបីជាយើងមិនមែនជាប្រទេសដែលជិតនៅប្រទេសអឺរ៉ុបក៏ដោយក៏វាទទួលឥទ្ធិពលអាក្រក់ដែលកើតចេញអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះដែរដល់ឡែកព័ត៌មានមួយទៀតវិញគឺតកតងជាមួយនឹងប្រទេសថៃបាទ
វាពិតជារឿងគួរចាប់អារម្មណ៍មែនទែនណាស់ទាំងអស់គ្នាដោយការពីពេលថ្មីៗកន្លងទៅនេះគេប្រទះឃើញថាមានទាហានថៃរាប់សិបនាក់ឯណោះបានចូលរួមប្រតិបត្តិការយោធាជាមួយនឹងកងទ័ពអ៊ីស្រាអែលនៅក្នុងការធ្វើសង្គ្រាមនៅតំបន់កាហ្សាបាទហើយដូចយើងដឹងស្រាប់ហើយអ្នកទាំងអស់គ្នាដោយសារតែប្រតិបត្តិការយោធាដ៏សម្បើមរបស់អ៊ីស្រាអែលទៅលើតំបន់កាហ្សានេះឯងវាបានធ្វើឲ្យប្រទេសអ៊ីស្រាអែលនឹងស្អុយឈ្មោះយ៉ាងកក្រុកតែម្ដងនៅលើឆាកអន្តរជាតិក៏ស្រាប់តែឥឡូវនេះមានរបាយការណ៍មួយនឹងបាននិយាយថាកងទ័ពថៃនឹងឯងក៏បានចូលរួមប្រតិបត្តិការយោធារបស់ខ្លួនជាមួយនឹងប្រទេសអ៊ីស្រាអែលដែរនៅក្នុងការវាយប្រហារមកលើតំបន់កាហ្សាហើយយើងសាកគិតមើលទៅបាទវាជាគេឈ្មោះដ៏ក្រអូបឈ្ងុយឈ្ងប់ឬក៏ជាគេឈ្មោះដ៏ស្អុយកក្រុកសម្រាប់ប្រជាជនថៃយោងទៅតាមរបាយការណ៍ថ្មីមួយរបស់អង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែលនឹងបានឲ្យដឹងថាគេប្រទះឃើញជនជាតិថៃរហូតដល់71នាក់ឯណោះកំពុងតែចូលរួមនៅក្នុងជួរកងទ័ពរបស់អ៊ីស្រាអែលដែលបានធ្វើសង្គ្រាមស្ថិតនៅក្នុងតំបន់កាហ្សាបើតាមទិន្នន័យរបស់អង្គការខាងលើនេះដដែលបានចុះផ្សាយកាលពីសប្តាហ៍មុននឹងបានលេខត្រដាងថាទាហានថៃទាំងអស់នោះគឺស្ថិតនៅក្នុងចំណោមទាហានជាង50000នាក់ឯណោះស្ថិតនៅក្នុងជួរកងទ័ពអ៊ីស្រាអែលហើយពួកគេទាំងអស់នោះគឺបានកាន់លិខិតឆ្លងដែនលើសពី1ឯណោះបាទគួររំលឹកបន្តិចផងដែរថាកាលពីឆ្នាំ2023កន្លងទៅអាជ្ញាធរថៃនឹងក៏ធ្លាប់បានដោះស្រាយកង្វល់ជំវិញពលករចំណាក់ស្រុករបស់ប្រទេសថៃនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរដែលពួកគេនឹងឯងបានចូលរួមចំណែកធ្វើជាទាហានយ៉ាងសកម្មសម្រាប់ប្រទេសអ៊ីស្រាអែលនៅក្នុងសង្គ្រាមហើយនៅពេលនោះប្រទេសថៃនឹងបានបញ្ជាក់ថាអ្នកដែលស្ថិតនៅក្នុងជួរកងកម្លាំងបម្រុងយោធារបស់ប្រទេសអ៊ីស្រាអែលនោះគឺខុសពីពលករចំណាក់ស្រុករបស់ប្រទេសថៃដែលពួកគេនឹងឯងគឺបានធ្វើការស្ថិតនៅក្នុងតំបន់នានារបស់ប្រទេសអ៊ីស្រាអែលប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតាមរបាយការណ៍មួយនឹងបាននិយាយថាមកទល់ពេលនេះគឺមានស្ត្រីជនជាតិថៃរហូតដល់ជាង400ទៅ500នាក់ឯណោះបានរៀបការជាមួយនឹងជនជាតិអ៊ីស្រាអែលដែលជាហេតុនាំឲ្យកូនរបស់ពួកគេនឹងគឺតែងតែមានបទបញ្ជាកាតព្វកិច្ចដែលជាហេតុនាំឲ្យកូនរបស់ពួកគេនឹងឯងគឺតែងតែមានសញ្ជាតិ2គឺប្រទេសថៃមួយនិងអ៊ីស្រាអែលមួយយោងទៅតាមទីប្តឹងហេសាប្រពមាន CNA នឹងបានឲ្យដឹងថាប្រទេសអ៊ីស្រាអែលបានចាប់ធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់ខ្លួនស្ថិតនៅក្នុងតំបន់កាហ្សាហើយប្រតិបត្តិការយោធានោះឯងគឺបានសម្លាប់មនុស្សរាប់ម៉ឺននាក់ឯណោះចាប់តាំងពីខែតុលាឆ្នាំ2023មកម្ល៉េះហើយរហូតមកទល់ពេលនេះតុលាការអក្រិតកម្មអន្តរជាតិនឹងគឺកំពុងតែស៊ើបអង្កេតទៅលើបទអក្រិតកម្មសង្គ្រាមនិងអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្តឡើងនៅក្នុងតំបន់កាហ្សានេះហើយបាទសូមបញ្ជាក់បន្តិចផងដែរថាអ្វីត្បិតតែឥឡូវនេះគឺបទចម្បាញ់នឹងកំពុងតែមានកំប៉ិតណែនប៉ុន្តែបទចម្បាញ់នឹងគឺផុយស្រួយខ្លាំងណាស់ខណៈដែលក្រុមប្រដាប់អាវុធហាម៉ាស់គឺមិនព្រមទម្លាក់អាវុធតតែសោះទៅតាមការចង់បានរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកអញ្ចឹងកងទ័ពថៃដែលបានចូលរួមយ៉ាងសកម្មជាមួយនឹងកងទ័ពអ៊ីស្រាអែលបើកប្រតិបត្តិការយោធារបស់ពួកគេទៅលើតំបន់កាហ្សានោះអាចមិនមែនជាកងទ័ពជាតិរបស់ប្រទេសថៃទេអ្នកទាំងអស់គ្នាគឺពួកគេទាំង71នាក់នោះអាចជាទាហានស៊ីឈ្នួលបាទហើយមួយវិញទៀតនោះគឺអាចពាក់ព័ន្ធជាមួយនឹងកូនរបស់ស្ត្រីដែលជាជនជាតិថៃបានរៀបការជាមួយនឹងជនជាតិអ៊ីស្រាអែលដល់ពេលអញ្ចឹងទៅកូនរបស់ពួកគេនឹងអាចនឹងមានកាតព្វកិច្ចចូលបម្រើការនៅក្នុងជួរយោធាហើយអញ្ចឹងទៅក៏មានវត្តមានជនជាតិថៃឬក៏កងទ័ពថៃនៅលើទឹកដីអ៊ីស្រាអែលដែលចូលរួមប្រតិបត្តិការយោធារបស់ពួកគេនៅក្នុងតំបន់កាហ្សាបែបនេះទៅបាទតែទោះបីជាយ៉ាងណាក៏ដោយគឺវាជាគេឈ្មោះដ៏មិនល្អនោះទេបាទពីព្រោះតែតំបន់កាហ្សានេះគឺអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធារបស់ពួកគេសម្លាប់មនុស្សរហូតដល់រាប់ម៉ឺននាក់ឯណោះបាទហើយរហូតមកដល់បច្ចុប្បន្ននេះក៏យើងមានឃើញវីដេអូជាហូរហែមកហើយអំពីទុក្ខវេទនាយ៉ាងខ្លាំងក្លារបស់ប្រជាជនប៉ាឡេស្ទីនដែលកំពុងតែរស់នៅក្នុងតំបន់កាហ្សានឹងឯងយ៉ាងវេទនាបំផុតបាទ